mixer MR 18 MR 12បងប្អូនឃើញហើយ MR 18មាន16 input ហើយនឹង17 8គឺ stereo យើងប្រើដោយ6លីវិញបងប្អូនមើលខាងមុខនេះបានហើយសម្រាប់ MR 18យើងមានបាទដោយចេញនោះក៏វាខុសពី MR 12ដែរបងប្អូននេះក្នុងវីដេអូនេះតែម្ដងបាទដោយចេញយើងគឺប្រើ HLR ទាំងអស់បងប្អូនណា MR 18បាទហើយសម្រាប់ MR នេះបងប្អូនណាឃើញ MR 18យើង16 input បាទហើយដោយចេញបើមាន main LR និង output វា6ហើយយើងមានបាទបញ្ជូនទៅ output បន្ថែមទៀតបានបាទជាមួយនឹង network ហើយនឹង network បជាបាទដោយ USB បងប្អូនសម្រាប់ MR 18បងប្អូនចង់ record អីធ្វើដូចខ្ញុំធ្វើនៅ Flow 8កាខ្ញុំបង្ហាញវីដេអូវគ្គមុនអញ្ចឹងបងប្អូនដោតជាមួយនឹងបាទដូច USB ដូចគ្នាដើម្បីធ្វើការ record multi track បានសម្រាប់ MR 18បងប្អូនអាច record មួយ track បានងាយស្រួលមែនតើបងប្អូន record ហើយយកទៅ mixing ម្ដងទៀតឬក៏បងប្អូនអាច record LR ក៏បានដែរវាទៅបាទទាំង Pro ហ្មងហើយបងប្អូនអាច live stream បានទៀតសម្រាប់ MR 12បងប្អូនឃើញហើយជាមួយ MR 12យើងគឺមាន12 input តែម្ដងដោយយើងមាន HLR ប្រើបាន4បាទក្រៅពីនោះ6លីទាំងអស់ហើយសំបីយើងមាន main LR out ហើយនេះ6លីបញ្ជូនបាទការបញ្ជូន out ហ្នឹងគឺប្រើតែ6លីខុសពី MR 18អញ្ចឹងណាតែបងប្អូនប្រើអកកដង់អីបាទមកយើងលក្ខណៈ RC អីគឺ MR 12ល្មមបងប្អូនយកទៅប្រើប្រាស់ RC មកល្មមហ្មងបាទជាមួយ microphone ជាមួយអកជាមួយនឹងតន្ត្រីផ្សេងៗហើយបងប្អូនលេងអកកេះបានដូចគ្នាបើបងប្អូនប្រើ Score Electronic ណាបងប្អូនប្រើអកកេះបានមកសំរុំមកអែមបាទអញ្ចឹងជំរាបបងប្អូនពីរហ្នឹងរវាងបាទគេហៅថាបាទ mixer របស់ MR12 ឥឡូវខ្ញុំថ្ងៃនេះខ្ញុំលើកយក iPad ខ្ញុំដើម្បីខ្ញុំធ្វើការបាទ connect អញ្ចឹងបងប្អូនដឹងហើយបងប្អូនដើម្បី connect បានខ្ញុំ recommend ឲ្យបងប្អូនប្រើជាមួយនឹងដូច router នេះបងប្អូនដោយ router Wi-Fi មួយមកដើម្បីបងប្អូនភ្ជាប់នេះខ្ញុំក៏មានលក់ដែរខ្ញុំជាទូទៅខ្ញុំ recommend បងប្អូនជាមួយនឹង TP-Link នេះតែម្ដងខ្ញុំ recommend ដោយសារបងប្អូនយក router នេះទៅប្រើភ្ជាប់បានចម្ងាយឆ្ងាយគួរសមដើម្បីបងប្អូនបញ្ជានៅខាងមុខបានណាអញ្ចឹងបងប្អូនប្រើ TP-Link ទៅយើងដោតប្រើដោយ router ហ្នឹងទៅជាមួយទន្ទឹមនេះដែរខ្ញុំសូមបាទហៅថាបាទយើងបាទ connect បាទយើង connect ជាមួយនឹង MR12 ថ្ងៃនេះខ្ញុំលើកយកមិនយកកម្មវិធី Scene របស់ MR មកប្រើខ្ញុំសូមលើកយកកម្មវិធីគេហៅថា Mixing Station ហ្នឹងបងប្អូនប្រើទូទៅហើយអញ្ចឹងខ្ញុំលើកយកមួយនឹងហ្មងទៅជាចំណុចពិសេសមួយដើម្បីឲ្យបងប្អូនយកទៅបាទគេហៅថាយកទៅប្រើបានហ្នឹងបងប្អូនណាអូខេបងប្អូនតើបងប្អូនទៅមួយគ្នាឥឡូវនេះថ្ងៃនេះខ្ញុំជ្រើសរើសយកបាទជាទូទៅខ្ញុំមាន MR បាទ MR នេះមួយហើយនឹង M បាទហៅបាទនេះ MR បាទហើយតបមកខ្ញុំមានបាទ mixing station អញ្ចឹងខ្ញុំយក mixing station មកប្រើអញ្ចឹងមុនបងប្អូនប្រើបានសូមបងប្អូនបាទចុច connect នេះបាទ Wi-Fi router របស់បងប្អូនសិនបាទនេះ router ខ្ញុំឈ្មោះសុវណ្ណរិទ្ធ mixer បាទខ្ញុំដោត connect ហើយខ្ញុំស្គាល់ password ហើយខ្ញុំវាយចូលហើយបញ្ជាក់បងប្អូនមួយទៀតសម្រាប់ MR12 MR18 បងប្អូនប្រើ router បងមួយចំនួនដែលគាត់អត់ទាន់បានរៀនប្រើជាមួយនឹង mixer digital ណានេះជាការចែកម្លែកខ្ពស់មែនតើគាត់ថាសួរថាប្រើ router ហ្នឹងប្រើដើម្បីអីហេតុអីបានត្រូវប្រើវាហេតុអីមិនប្រើជាមួយខ្លួនវាក៏ប្រើបានដែរបងគាត់ថាវាយឺតជាងយើងប្រើ router ជួយហើយបញ្ជាក់ router នេះពេលដែលបងប្រើជាមួយវាគឺមិនមែនសំដៅទៅលើតើតែមានអ៊ីនធឺណិតទេបានបងប្រើបានមិនមែនជាប្រភេទអ៊ីនធឺណិតលេង 4G 5G អីទៅប្រើអីបានអត់ទេបងណាបញ្ជាក់ router នេះបងយកទៅតាមខ្លួន mixer ហ្នឹងដើម្បីបង connect ជាមួយនឹងmixer ពីព្រោះយើងយក router ធ្វើជាបើថាសេវារបស់វាទៅដើម្បីយើង connect វាទៅដើម្បីកាន់តែលឿនអញ្ចឹងបានខ្ញុំ recommend ឲ្យប្រើ Wi-Fi router អញ្ចឹងយើងបន្តទៀតយើង connect ជាមួយនឹង Wi-Fi រួចរាល់ហើយខ្ញុំបន្តជាមួយការ connect នេះយើងទៅទាំងអស់គ្នាយើងចូលទៅបាទគេហៅថាកម្មវិធីរបស់ mixing station តែម្ដងអញ្ចឹងជាដំបូងខ្ញុំចាប់ទុកថានេះថ្មីខ្ញុំសូម add ថ្មីមកបងប្អូនណាពេលដែលបងប្អូនបើកកម្មវិធី download mixing station ថ្មីមកបងប្អូនឃើញរូបភាពបែបហ្នឹងបងប្អូន add បងប្អូនយកពាក្យ Midas ដោយសារ mixer យើង Midas ហើយ mixer យើងប្រភេទ rack អញ្ចឹងបងប្អូនចុច rack មកបន្ទាប់មកបងប្អូនចុច full បាទបងប្អូនចុច full ហើយបងប្អូនចាប់ដើម connect បងប្អូនមកចុចអីចុចតែប៉ុណ្្នឹងចុចបាន connect បងប្អូនចុច continue in Teratil mode តោះមកនេះឃើញ load ទេ MR12 បាទ W បាទចូលបងប្អូនឃើញទេអានេះគឺជាប្រភេទ mixer ដែលយើងបានរៀបចំខ្ញុំបាននិយាយចំទៅខ្ញុំបាន set ប្រើ testing ជូនបងប្អូនជារឿយៗហ្នឹងបាទ
ក្នុងកម្មវិធីនេះដោយសារខ្ញុំជ្រើសយកបែបហ្នឹងមែនតើទៅគឺខ្ញុំជំរាបប្រាប់បងប្អូនត្រួសទេក្នុងការ review របស់ខ្ញុំថ្ងៃនេះខ្ញុំចង់ឲ្យបងប្អូនបាទ show layer ខ្ញុំ show layer ធម្មតាសិនបាទនេះ layer ធម្មតាបានន័យថាវាមករូបភាពបែបហ្នឹងអញ្ចឹងបងប្អូនខ្លះប្រើជាមួយនឹងទូរស័ព្ទទៅវា load ចេញផ្សេងទៅបងប្អូនណាអញ្ចឹងបងប្អូន connect ក្នុងពេលតែមួយបានជាមួយទូរស័ព្ទក៏បានជាមួយ iPad ក៏បានជាមួយនឹង computer laptop របស់បងប្អូនក៏បានជាមួយអីក៏បានដែរអញ្ចឹងកាលណាចេញផ្សេងអញ្ចឹងកុំឆ្ងល់អីគ្រាន់តែយើងមើលពីរបៀបប្រើហើយវាអត់មាន color ដូចអញ្ចឹងសូមបងប្អូនកុំឆ្ងល់អីវាធម្មតាទេបងប្អូនអាច customize វាបានទេអូខេក្នុងន័យនេះខ្ញុំប្រាប់បងប្អូនបន្ថែមត្រួសទេព្រោះអានេះយើងជាការ review ទេមិនមែនបង្រៀនបងប្អូនប្រាប់បងប្អូនពីគេហៅថារបៀបប្រើរបៀបសេរីអីផ្សេងទេអញ្ចឹងក្នុងនេះខ្ញុំ review សង្ខេបជូនបងប្អូនដើម្បីបងប្អូនធ្វើការសម្រេចចិត្តថាគួរទិញ mixer MR12 ដើម្បីទៅប្រើឬក៏អត់អញ្ចឹងណាបងប្អូនតើគួរទិញស៊ីនឬក៏ copy អត់អញ្ចឹងខ្ញុំបញ្ជាក់ច្បាស់ហ្មងហើយខ្ញុំមានលក់បងប្អូនត្រូវការអាចទំនាក់ទំនងជាមួយខ្ញុំបានដូចគ្នាបងប្អូនណាតម្លៃទាំងស៊ីនទាំង copy បងប្អូនណាបងប្អូនអាចតាក់ទងជាមួយខ្ញុំបាន inbox មកបាទអូខេបងប្អូនបន្ថែមទៀតជាមួយនឹងបាទ MR12 បាទខ្ញុំចូលលើ channel នេះឈ្មោះនេះដែលខ្ញុំសេម៉ៃបងប្អូនឃើញមានបងប្អូនឃើញទេបងប្អូនចូលមកពី overview ចេះមកបាទមាន get បាទមាន EQ មាន compress មាន gain មានបើក48 V មាន polarity បាទមាន link អញ្ចឹងទៅបាទអានេះយើងប្រាប់បងប្អូនមួយចំនួនរបៀបប្រើបាទហើយនេះ send តែបងប្អូនចង់ send reverb send delay អីបងប្អូនអាច send បានអញ្ចឹងបងប្អូន send អាចរុញមកនេះក៏បានបើយ៉ាងនេះក៏បានបងប្អូនអាចចូលមកនេះរុញចេះក៏បានបាទឬក៏ចេះក៏បានតែស្រេចតែបងប្អូនស្រឡាញ់ទេបងប្អូនណាអូខេហើយខាងលើនេះ gain បងប្អូនណា gain យើងអាចប៉ះលើហ្នឹងយើងតម្លាក់តម្លើងឲ្យបានបាទបងប្អូនណាបាទ gain បាទយើងមាន gain យើងមាននេះគេហៅថា get យ៉ាសំទោសបងបាទនេះ get អញ្ចឹង get បងប្អូនអាចទាញ get ចូលបាទទាញ get ចូលទាញ get ចេញទៅតាម system បងប្អូនបាទហ្នឹងហើយបាទ get ឲ្យសម្រាប់មកយើងខ្ញុំចង់បង្ហាញបងប្អូននេះ channel ពី1ដល់12អញ្ចឹងបងប្អូនឃើញ13 15 16ហ្នឹងអត់មានមិនតែឆ្ងល់ទេព្រោះសារយើងមិនសេត្រឹម12អញ្ចឹងយើងប្រើអត់កើតទេអញ្ចឹងសម្រាប់15 16អត់ប្រើទេបាទ opt in គឺ opt in ដែលយើង play ចម្រៀងហ្នឹងឯងបងប្អូនអាចនិយាយបានថាបងប្អូន play ពី flash ទៅហ្នឹងសិត opt in ហើយបាទនេះ reverb ខ្ញុំដាក់ all vocal ហ្នឹងគឺ reverb ដែលខ្ញុំបូក delay បងប្អូនណាខ្ញុំបូកទៅខ្ញុំជឿយកវាឲ្យបើយើងមាន1 2បាទអញ្ចឹងអាបើ3 4 5 6ហ្នឹងគ្រាន់តែសម្រាប់ប្រើជាមួយ mixer 18ទេត្រូវប៉ុន្តែនេះបងប្អូនមិនបាច់ទៅឆ្ងល់ព្រោះយើងមាន12ទេសម្រាប់ MR12 បាទនេះ effect ដែលខ្ញុំធ្វើវាហើយបងប្អូនណានេះ main ដែលយើងទៅខាងមុខនេះបងប្អូននេះ main នេះបាទ main ហ្នឹងទៅខាងមុខហ្នឹងហើយនេះ DCA យើងចងបាន4អញ្ចឹង DCA បងប្អូនសំខាន់ណានៅពេលដែលបងប្អូនប្រើការងារបងប្អូនត្រូវចង DCA បែបណាបងប្អូនដើម្បីចង DCA បងប្អូនចូល channel បងប្អូនចុច config នេះបងប្អូនអ្នកឃើញមានពាក្យ DCA បាទនេះមានពាក្យ DCA នេះមាន mood group អញ្ចឹងបងប្អូនអាចចង mood group អាចចង DCA បានដោយងាយស្រួលបាទអូខេបងប្អូនខ្ញុំជំរាបប្រាប់ថែមទៀតបងប្អូនចង់ send bass បាទនេះ bass 1 bass 2បាទ bass 3 bass 4បាទ bass 5 bass 6នេះសិតតែជារឿងដែលយើងកំណត់ទេបងប្អូនណាអញ្ចឹងសម្រាប់អានេះយើងអាចកំណត់បានបងប្អូនអាចកំណត់នេះកន្លែង mood group ដែលខ្ញុំនិយាយថាមិញចង group មិញហ្នឹងបាទនេះ effect ដែលយើងជ្រើសរើស effect បាទយើងយក effect ណាប្រើខ្លះហើយមួយទៀតបងប្អូនដែលចូល setting នេះបងប្អូន layer នេះ layer បងប្អូនអាចកំណត់មកជួរមិញ12ពី1ដល់12ឬក៏បងប្អូនអាចកំណត់ពីប៉ុន្មានដល់ប៉ុន្មានបាទនេះ12ដូចយ៉ាងឥឡូវខ្ញុំឧទាហរណ៍ថាខ្ញុំកំណត់យក layer ប្រហែលខ្ញុំយកត្រឹម8ទៅឧទាហរណ៍ខ្ញុំចុច yes នេះបងប្អូននេះឃើញទេមកត្រឹម8ហ្នឹងឃើញទេ layer ហ្នឹងបាទអញ្ចឹងយើងចង់បានដល់12យើងចុចយក12បងប្អូនបាទចុច yes មកបាទនេះ layer stream បាទនេះយើងអាចកំណត់ព្រោះឥឡូវវា update ទៅដូចខ្ញុំមិញ x32 ធ្វើយក style x32 បានបងប្អូនចុច yes មកវា model យើងមក style x32 នេះវិញបងប្អូនណាឃើញបាទលយមែនតើបាទយើង type mode 1 2 3ហ្នឹងយើងមើលទៅបាទយើងដូរឈ្មោះបានទៀត mode ហ្នឹងបាទឧទាហរណ៍ណាបាទខ្ញុំបកមកភាពដើមវិញបាទ layer បាទ default វិញមកបាទនេះយើងអាចបដូរ adjust បងប្អូនអាចទាញវាតូចធំអីនេះបងប្អូនណាចង់ឲ្យកន្លែង EQ ហ្នឹងយើងមើលឃើញតូចឬឃើញធំអីយើងអាចទាញវាបានបងប្អូនណាបាទដល់យើងទាញវាខ្លីនេះដោយសារអីនេះយើងទាញកន្លែងនេះបងប្អូននេះកន្លែងនេះបាទកន្លែងហ្នឹងចឹងយើងចង់ទាញវាបានណាបងប្អូនណាបាទហើយទៀតវាមានរឿងច្រើន option ណាដែលបងប្អូនត្រូវបញ្ជាលើហ្នឹងបាទក្នុងនេះគឺប៉ុណ្ណឹងបងប្អូនខ្ញុំចង់ចែកម្លែកបងប្អូនជាមួយនឹង
បាទហៅថារបៀបភ្ជាប់របៀប connect មិញហ្នឹងហើយរបៀបចូលប្រើវាហ្នឹងគឺប៉ុណ្្នឹងឯងបងប្អូនសម្រាប់ MR12 របៀបប្រើវាហើយវាលើសពីហ្នឹងទៀតគឺអ្វីដែលយើងត្រូវធ្វើលើពីហ្នឹងទៀតគឺយើងអាចទៅ record save បាទបងប្អូនអាច save បងប្អូនចូលមកពាក្យបាទពាក្យ snapshot បាទ snapshot ទៅបងប្អូនចុចលេខ1មកបងប្អូនចុចឲ្យជាប់ចេះមកចុចលេខ1ឲ្យជាប់ចុចលេខ1ឲ្យជាប់បងប្អូនចង់ save គេដាក់ឈ្មោះអី scene ថ្ងៃហ្នឹងបាទហើយ scene ទី2បងប្អូនចង់ដាក់ scene អីអញ្ចឹងនេះ snapshot បងប្អូនជាប់ហើយហ្នឹងរបៀប save បាទមួយទៀតបងប្អូនអាចចូលក្នុងកុំព្យូទ័រ save បែបផ្សេងទៀតបាទ effect បាទនេះសម្រាប់មកកន្លែង setting បន្ទាប់ពី setting ចុច3នេះគឺបាទយើងមាន USB បងប្អូនឃើញទេ USB auto EQ តែយើងគួរប្រើអត់បាទបងប្អូនមើលបាទនេះខ្ញុំបញ្ជាក់បងប្អូនត្រួសទេបើខ្ញុំច្រើនពេកនាទីកាន់តែវែងវីដេអូកាន់តែវែងទៀតអញ្ចឹងក្នុងនេះខ្ញុំមាន USB អញ្ចឹងបងប្អូនអាច record បាន USB ពេលបងប្អូនដោតទៅ record បានហើយបងប្អូនអាច record ជាបាទប្រភេទ LR មែនអត់បងប្អូនបាទ LR យើងយក LR មកខាង L មកខាង R ទៅ USB record បងប្អូនណាបាទមែនLR គឺខ្ញុំចុចនេះ left នេះ right បាទអាច analog ទៅមកវាមកបានន័យថាវាមកទៅតាមអ្វីដែលយើងមិចហើយអញ្ចឹងវា stereo out ហ្នឹងបងប្អូនអញ្ចឹងបងប្អូនសេរីលើហ្នឹងព្រោះមិនគឺយើងបាទបានន័យថាយើង record មកបានបែបហ្នឹងអូខេបងប្អូនខ្ញុំមានការចែកម្លែកបន្តិចបន្តួចជូនបងប្អូនប៉ុណ្ណឹងហើយក្នុងនាមខ្ញុំអ្នកដែលធ្លាប់រៀនធ្លាប់ប្រើ mixer ក៏ដូចជាយល់ដឹងពីការ mixing មួយចំនួនហើយអាចធ្វើបានជូនបងប្អូនដែលបងប្អូនអាចវាតម្លៃបានថាយើងអាចធ្វើបងប្អូនទទួលយកបានអញ្ចឹងណាបងប្អូនបងប្អូនមួយទៀតសម្រាប់បងប្អូនត្រូវការទិញ mixer មិនថា digital មិនថា mixer ប្រភេទណាទេបងប្អូនអាចតាក់ទងខ្ញុំបានមិនថា mixer តូច mixer ធំបាទអាចតាក់ទងខ្ញុំបានមួយទៀតបងប្អូនកុំភ្លេចជួយ share ជួយ like បើសិនជាបងប្អូនពេញចិត្តវីដេអូខ្ញុំណាបងប្អូនអាចជួយ share ជួយ like វីដេអូខ្ញុំបន្ថែមទៀតជួយ subscribe channel YouTube ខ្ញុំផងបងប្អូនណាហើយបងប្អូនចង់ហៅខ្ញុំទៅធ្វើ sound ផ្សេងដើម្បីបងប្អូនចង់ទទួលបានសលេងល្អបាទសាប់ high ចែកគ្នាដាច់ល្អអញ្ចឹងទៅឬក៏នេះយើងធ្វើ RTA tuning ហ្នឹងបងប្អូន alignment សាប់ high ចូលគ្នាហ្នឹងក៏បានហើយមួយទៀតបងប្អូនចង់មករៀនផ្ទាល់ជាមួយខ្ញុំរបៀបធ្វើ tuning system RTA ហ្នឹងក៏បានដែរខ្ញុំទទួលបង្រៀនមិនថាម្នាក់ទៅពីរនាក់ទេខ្ញុំបង្រៀនបងប្អូនហើយឲ្យបងប្អូនយកចំណេះដែលខ្ញុំបានបង្រៀនហ្នឹងគឺខ្ញុំបង្រៀនទៅតាមបែបផែនដែលបងប្អូនយកទៅប្រើប្រាស់នៅក្នុងឱកាសកណ្ដង់បាទខ្នាតតូចធំបងប្អូនរាល់ថ្ងៃហ្នឹងដែលបងប្អូនយល់ដឹងពីការធ្វើ sound system បងប្អូនរបៀប tune បងប្អូនហើយបងប្អូនអាចយកទៅប្រើបានហើយតើគួរបាទ system បែបណាយើងធ្វើម៉េច system បែបណាយើងធ្វើម៉េចអរគុណច្រើនបងប្អូនសម្រាប់ទស្សនាវីដេអូមួយនេះបាទដែរបាទបាយ